យើងបានពីមុនយើងបានតែប្រាក់ខែ100អញ្ចឹងយើងខែមកតែមិនបាន130ហ្នឹងយើងគត់គង់ក្រុមគ្រួសារយើងហូបចុកអីយើងវាអត់តន់បបោណាអត់តន់ណាដូចថាសំរុំនឹងហូបទៅព្រោះទីផ្សារវាឡើងថ្លៃអញ្ចឹង$166ហ្នឹងដែលប្រាក់ខែគួរយើងចេញតែមក4ណាព្រោះថាយើងខែមក5ខែមក6ហ្នឹងប្រហែលជាបាន170ជាងអីចឹងយើងគ្រាន់តែទប់ទួលជាងមុនតិចតួចខ្ញុំគិតថាយ៉ាងថាឲ្យសំរុំវាអត់តន់សំរុំទេតែយើងចេះលៃទិញមកហូបរបស់គ្នាទៅយើងអាចទប់ទល់គាត់ថាវាមិនសល់អាចទប់ទល់គាត់វាមិនបានលុយតែឈឺទេអត់មានលុយមើលហ្មងខ្ញុំគិតតែអញ្ចឹងហ្មងសម្រាប់ខ្ញុំគិតថា$128ហ្នឹងវាមិនទាន់សម្រុំសម្រាប់ពួកខ្ញុំទេព្រោះអីការចំណាយសប្តាហ៍ថ្ងៃថ្លៃសំបីអាប្រាក់ឈ្នួលគេមិនទាន់ឡើងមកគ្រាន់តែចេញជាសេចក្តីប្រកាសឯផ្ទះជួលថ្លៃទឹកថ្លៃភ្លើងគឺឡើងមកហើយតំណែងទីផ្សារក៏វាឡើងមកតាមនេះដែរ$128គឺប្រាក់ខែប៉ុណ្ណឹងគឺមិនសមរម្យក៏ប៉ុន្តែយើងតាមស្ថានភាពដែលនៅស្រុកខ្មែរយើងធ្វើទៅវាមានការរឿងធំក៏ប៉ុន្តែខ្ញុំអត់ចង់ឲ្យមានរឿងកើតឡើងពីលើកទី2ទៀតកុំឲ្យកម្មករស្លាប់ច្រើនពេកដោយសារតែយើងធ្វើវាមានបញ្ហាក៏ប៉ុន្តែយើងយកបណ្ដោះអាសន្នសិនដើម្បីយើងទៅមុខទៀតយើងទៀមទាទៀតអញ្ចឹងគិតថាឥឡូវហ្នឹងគេតម្លៃមក$20 $28ថែមហ្នឹងខ្ញុំទទួលយកសិនហើយក៏ខ្ញុំមិនមែនថាខ្ញុំមិនសុខចិត្តថាមិនទទួលយកប៉ុណ្្នឹងដែរខ្ញុំមិនសុខចិត្តថែមមែនប៉ុន្តែខ្ញុំនឹងទទួលប៉ុន្តែខ្ញុំឈប់ទៅនឹងឯងហើយកោតកម្មក៏ខ្ញុំអត់ធ្វើដែរប៉ុន្តែខ្ញុំបន្តធ្វើយុទ្ធនាការដើម្បីឲ្យរដ្ឋាភិបាលនិងបាយយើធំដែរគាត់នៅក្រៅប្រទេសគាត់ជំរុញមកខាងរដ្ឋាភិបាលស្រុកខ្មែរយើងណាដំឡើងប្រាក់ឈ្នួលធ្វើម៉េចឲ្យកម្មករនៅស្រុកខ្មែរអាចរស់នៅសមរម្យថ្លៃថ្នូរនិយាយចំទៅដូចពួកគាត់ដែរអញ្ចឹងណាចាខ្ញុំសូមសរុបទីចុងក្រោយខ្ញុំសូមសរុបដល់ទីផ្សារធំមិនមែនថាចំពោះតែនេះដែរទីផ្សារណាដែរថាមានអំណាចនៅលើរដ្ឋាភិបាលស្រុកខ្មែរខ្ញុំគិតថាមានអំណាចសោះព្រួយគាត់ជាអ្នកបញ្ជាទិញនៅស្រុកខ្មែរខ្ញុំចឹងខ្ញុំសូមឲ្យគាត់នឹងចុះសាក់មើលតាមរោងចក្រថាប្រាក់ឈ្នួលសប្តាហ៍ថ្ងៃនឹងវាសមរម្យនៅតើកូនចៅនៅកូនប្រជាជននឹងឲ្យរស់នៅថ្លៃថ្នូរសមរម្យអត់អញ្ចឹងខ្ញុំសូមសនំពោទៅទីផ្សារគាត់ជំរុញមកខាងរដ្ឋាភិបាលនឹងដំឡើងប្រាក់ឈ្នួលឲ្យសមរម្យសម្រាប់កម្មករកាសចុងក្រោយខ្ញុំចង់ឲ្យទីផ្សារ Adidas ហ្នឹងឲ្យគាត់គិតគូរពីកម្មករប្រាក់ខែកម្មកររស់នៅសមរម្យផងហើយខ្ញុំក៏ជូនទៅដល់រដ្ឋាភិបាលឲ្យគាត់ធ្វើម៉េចដើម្បីគាត់ខាងនោះគាត់ជំរុញមកហើយតែខាងមកទៅរដ្ឋាភិបាលយើងដែលគាត់មិនគិតគូរពីថាកម្មកររស់វាមិនដោយសារអីដោយសារគាត់មិនដែលមកឃើញផ្ទាល់កម្មករវាធៀបប៉ុណ្ណាអញ្ចឹងខ្ញុំសំណូមពរឲ្យគាត់ហើយនឹងទីផ្សារ Adidas ហ្នឹងឲ្យគាត់ជំរុញមករដ្ឋាភិបាលគិតគូរប្រាក់ខែកម្មករសមរម្យទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណ